មិនហើយជីវិតកូនតម្រៃតូចធ្លាក់ខ្លួនសង្ស័យតែលេខ2ទៀតហើយនៅក្នុងរដូវកាលនេះបន្ទាប់ពីយុគមិញបានចាញ់ទៀតហើយចាញ់ក្រុមធ្វើជារបស់ក្រុមបាល់ទាត់ AFC ប៊ិនម៉ៅក្នុងដីខ្លួនឯងលទ្ធផល2-1នេះជាការបង្ហាញការធ្លាក់តម្រង់លេងរបស់ Arsenal នៅចុងរដូវកាលស្ទើរតែគ្រប់រដូវកាលទៅហើយដើមរដូវកាលធ្វើបានល្អចុងរដូវកាលតែងតែធ្លាក់តម្រង់លេងអ្វីដែលសំខាន់ការប្រកួតនៅក្នុងរដូវកាលនេះ Arsenal ប្រកួតបាន32ប្រកួតហើយមានត្រឹមតែ70ពិន្ទុប៉ុណ្ណោះ Manchester City កំពុងតែតាមគៀកកិតមែនទែន Man City ត្បិតតែមាន61ពិន្ទុក៏ប៉ុន្មានប៉ុន្តែគេសល់2ប្រកួតក្នុងដីប្រសិនបើប្រកួតថ្ងៃយប់នេះប្រសិនបើពួកគេឈ្នះក្រុមបាល់ទាត់ Manchester ឈ្នះក្រុមបាល់ទាត់ Chelsea នោះពួកគេនឹងកើនពិន្ទុ3ពិន្ទុបន្ថែមហើយសប្តាហ៍ទី32របស់ពួកគេត្រូវជួបជាមួយនឹងកំភ្លើងធំ Arsenal ទៀតប្រសិនបើគេឈ្នះ Arsenal នោះមានន័យថាពិន្ទុរបស់គេកាន់តែគៀកហើយគេសល់មួយប្រកួតក្នុងដៃទៀត Arsenal កាន់តែជួបបញ្ហាធំហើយហាមនិភ័យទៀតហើយនៅក្នុងរដូវកាលនេះសង្ស័យតែអត់ពៀនទៀតហើយបន្ទាប់ពីខកខានជាង20ឆ្នាំហើយជាង2ទសវត្សរ៍ក៏ប៉ុន្តែជាង20ឆ្នាំមកនេះ Arsenal មិនដែលស្គាល់ក្លិនពៀន Premier League ម្ដងនោះទេគេរំពឹងពោះណាស់ថាក្នុងរដូវកាលនេះ Arsenal អាចលើកពៀនដោយសារតែ Manchester City ចាប់ដើមធ្លាក់កម្រងក៏ប៉ុន្តែនៅចុងរដូវកាល Manchester City តែងតែ surprise ធ្វើបានល្អសម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ EFL Cup គេបានឈ្នះពានរង្វាន់ EFL Cup លើ Arsenal មួយរួចទៅហើយ FA Cup ក៏គេទម្លាក់ Arsenal ទៀតហើយគេបានឡើងទៅកាន់ការប្រកួតវគ្គ4ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup អាចរំពឹងឈ្នះ FA Cup ទៀតហើយថែមទាំងរំពឹងនៅក្នុងរដូវកាលនេះបើសិនបើ Arsenal នៅតែ error បែបនេះ Man City ប្រហែលជាសុំពាន Premier League ទៀតហើយអាចនឹងឈ្នះពាន3ក្នុងមួយរដូវកាលទៀតសម្រាប់លោក Pep Guardiola នេះគឺជារឿងមួយដែលពិតជា surprise ដល់អ្នកគ្រប់គ្រង Arsenal មែនទែន Arsenal បាត់តែកីឡាករ Martin Odegaard ជាមួយនឹងBukayo Saka ស្មើនឹងស្បៃតែម្ដងល្អតែពីក្រំដល់បម្រើតែប្រយុទ្ធចាក់អត់មុតទេបងប្អូនអត់មានអ្នកបោះស្លាប់ទេអត់មានអ្នកក្លុកទេគឺចាប់តាមថយចុះហើយអ្វីដែលសំខាន់គឺ AFC ប៊ិនម៉ៅគេធ្វើបានល្អទៀតឈ្នះ Arsenal នៅក្នុងដី Arsenal 2-1 យ៉ាងអស្ចារ្យអរគុណណាស់បងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងរងចាំមើលតើកូនតម្រៃតូចអាចបំបែកកំណត់ត្រា20ឆ្នាំជាងដែលមកឈ្នះពាន Premier League បានដែរទេឬក៏ពួកគេបានត្រឹមតែលេខ2លុយច្រើនជាងលេខ1ដដែលអរគុណជួបគ្នានៅវីដេអូក្រោយបងប្អូននេះគឺជាលទ្ធផលក្រុមធំមុននឹងការប្រកួតជើងទី2វគ្គ8ក្រុម UEFA Champions League ឈានចូលមកដល់គណៈដែរបាយមិនិចពួកគេបានឈ្នះទៅលើក្រុមបាល់ទាត់ ST Pauli រហូតដល់5គ្រាប់ទល់នឹង0 Barcelona បានផ្ដួលក្រុមបាល់ទាត់ Espanyol 4-1 នៅក្នុងទឹកដីរបស់ពួកគេគណៈដែរហង្សក្រហម Liverpool ឯនោះវិញពួកគេបានផ្ដួលទៅលើ Fulham 2-0 ខុសគេតែ Real Madrid លេខបានត្រឹមតែ1ស្មើប៉ុណ្ណោះជាមួយនឹងក្រុមបាល់ទាត់ Girona នៅការប្រកួត La Liga អញ្ចឹងជើងទី2 Real Madrid ត្រូវធ្វើការធ្ងន់ទៀតត្រូវប៉ះ Bayern Munich នៅក្នុងទឹកដីរបស់ Bayern ហើយគណៈដែរការប្រកួតនៅជើងទី1 Real Madrid បានចាញ់ Bayern រហូតដល់2-1ឯណោះក្នុងទឹកដីរបស់ខ្លួនឯងអញ្ចឹងជើងទី2នេះខ្ញុំគិតថា Real Madrid នឹងពិបាកជាមួយនឹង Bayern បន្តិចហើយបាទព្រោះថា Real Madrid ត្រូវរកគ្រាប់យ៉ាងតិច2-0 ដើម្បីមានឱកាសឡើងទៅកាន់វគ្គ4ក្រុម UEFA Champions League ជាបន្តទៀតតែយ៉ាងណាយើងរងចាំទស្សនាការប្រកួតទាំងអស់គ្នាដែលការប្រកួតវគ្គ8ក្រុម UEFA Champions League ជើងទី2ប្រកួតចាប់ផ្ដើមថ្ងៃទី14ឈានចូលថ្ងៃទី15និងថ្ងៃទី15ឈានចូលថ្ងៃទី16ចំថ្ងៃចូលឆ្នាំតែម្ដងយើងចាំមើលទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំនៅតែសរសើរហើយសរសើរទៀតទៅដល់ Cristiano Ronaldo វ័យ41ឆ្នាំទៅហើយតែងតែសុទ្ធបញ្ចូលទីបានជាបន្តបន្ទាប់ហើយការប្រកួតនៅយប់មិញដែល Al Nassr តទល់គ្នាជាមួយនឹងម្ចាស់ផ្ទះ Al Ahdoud ក៏មានគ្រាប់បាល់របស់ Cristiano Ronaldo មួយគ្រាប់ផងដែរហើយគ្រាប់បាល់នោះគឺជាគ្រាប់បាល់ទី968នៃអាជីពបាល់ទាត់របស់គាត់នៅក្នុងការបង្ហាញខ្លួន1314ប្រកួតនៅយប់មិញហើយគ្រាប់បាល់នៃក្របខ័ណ្ឌ Saudi Pro League រដូវកាលថ្មីនេះគាត់រកគ្រាប់បាល់សរុបបាន24គ្រាប់ក៏ត្រឹមសប្តាហ៍ទី28នេះអញ្ចឹងពូដូការបញ្ចប់ទីនៅតែច្បាស់មិនថាក្បាលមិនថាការសុទ្ធដោយជើងមិនថាការទាត់ពីចម្ងាយនោះទេគាត់នៅតែធ្វើបានល្អនៅតែកម្លាំងមាំមូនដដែលអញ្ចឹងជូនពរឲ្យគាត់អាចសម្រេចគ្រាប់បាល់1000គ្រាប់មុនចូលនិវត្តន៍បានទៅចោះសម្រាប់ Cristiano Ronaldo